សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូទី3ហើយដែលខ្ញុំនឹងនិយាយទាក់ទងអំពី AI ហើយ AI នៅថ្ងៃនេះគឺខ្ញុំនឹងមកនិយាយពីរបៀប generate រូបភាពរបស់យើងคล้ายទៅជារូបភាពកសាងដែលខ្ញុំបានផឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងហើយខ្ញុំនឹងយករូបភាពហ្នឹងទៅបំលែងវាឬមួយក៏ generate វាឲ្យវាคล้ายទៅជារូបភាពមួយដែលមានចលនាដូចជាចលនាបែបនេះអ្នកទាំងអស់គ្នាបាទអរគុណអ្នកទាំងអស់គ្នាដែលបានជួយសាងសង់រូបសំណាកដ៏ស្រស់ស្អាតមួយនេះអូយស្រស់ស្អាតខ្លាំងមែនតើ 3D តែម្ដងតើកុំឲ្យខាតពេលបើសិនជាអ្នកនរគ្នាចង់បំលែងរូបភាពរបស់អ្នកនរគ្នាឲ្យទៅជារូបភាពកសាងឬមួយក៏យករូបភាពកសាងហ្នឹងទៅបំលែងវាទៅជាវីដេអូ AI បែបនេះតោះកុំឲ្យខាតពេលយើងទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាហើយហ្នឹងហើយមុននឹងចូលទៅដល់វីដេអូមួយនេះកុំភ្លេចចុច Subscribe ឬមួយក៏ចុច Follow ខ្ញុំម្នាក់មួយទៅហើយសម្រាប់វីដេអូធ្វើចេញពី AI នៅថ្ងៃនេះគឺយើងនឹងយកទូរស័ព្ទដៃទៅធ្វើតែម្ដងគឺអ្នកនរគ្នាមិនចាំបាច់មាន laptop ឬមួយក៏ computer ក៏អ្នកនរគ្នាអាចធ្វើបានដោយ free ផងដែរអូខេអញ្ចឹងពីដំបូងឡើយគឺអ្នកនរគ្នាគ្រាន់តែចូលទៅ download Chat GPT មួយទៅបើសិនជាអ្នកនរគ្នាអត់ទាន់បាន download ឬមួយក៏ដំឡើងវាអញ្ចឹងណាដោយសារតែខ្ញុំបានធ្វើការ download វារួចរាល់ហើយខ្ញុំសូមចូលទៅក្នុងកម្មវិធី Chat GPT តែម្ដងយើងគ្រាន់តែចុចចូលមក Chat GPT អញ្ចឹងមកហើយបន្តមកទៀតគឺអ្នកនរគ្នាចុចត្រង់កន្លែងលេខបូកនេះយើងទៅរកជាមួយនឹងរូបថតមួយណាដែលយើងចង់ធ្វើវាអញ្ចឹងណាឥឡូវខ្ញុំសូមធ្វើការឧទាហរណ៍ខ្ញុំយកជាមួយនឹងរូបថតមួយនេះតែម្ដងហើយខ្ញុំចុច add នៅខាងលើនេះហើយបន្តមកទៀតនៅខាងក្រោមត្រង់ចំណុចកន្លែងនេះគឺអ្នកនរគ្នាគ្រាន់តែ copy ព្រមនឹង paste ចូលទៅអ្នកនរគ្នាហើយដូចជាមិនមានអីកែប្រែបន្ថែមទេគឺព្រមនេះអ្នកនរគ្នាអាចយកទៅប្រើប្រាស់បានផ្ទាល់ភ្លាមតែម្ដងអ្នកនរគ្នាយើងពិនិត្យមើលអញ្ចឹងទៅបើសិនជាមានអក្សរកន្លែងណាខុសគឺយើងអាចកែបានក៏ប៉ុន្តែនេះគឺអត់មានអីខុសទេអ្នកនរគ្នាអាចរកបាននៅខាងក្នុង comment ឬមួយក៏អ្នកនរគ្នាអាច join group Telegram ដើម្បីទៅយកព្រមហ្នឹងក៏បានដូចគ្នាដែរអូខេឥឡូវខ្ញុំចុច generate វាយើងចុចទៅមុខវាអញ្ចឹងមកបន្តមកទៀតគឺយើងធ្វើការរងចាំវារយៈពេលប្រហែលជា1នាទីដែលអ្នកនរគ្នាទៅលើការ generate ជាមួយនឹង Chat GPT វារៀងចំណាយពេលដោយសារនេះគឺយើងប្រើប្រាស់របស់ដែល free បើសិនជាយើងចំណាយលុយទៅលើការធ្វើវាយើងទិញ premium ទិញ pro ប្រើវាគឺវាចំណាយពេលឲ្យយើងនឹងលឿនខ្លាំងមែនតើក៏ប៉ុន្តែរបស់ free បែបនេះគឺវាចំណាយពេលរៀងយូរបន្តិចអញ្ចឹងណាអ្នកនរគ្នាយើងចូលមកដល់ចំណុចកន្លែងហ្នឹងហើយយើងរងចាំវាបន្តិចមកអូខេឥឡូវឃើញថាវាបាន generate ជាមួយនឹងរូបថតមួយនឹងចេញមកហើយអ្នកនរគ្នាហើយខ្ញុំចំណាយពេលទៅលើវាមិញប្រហែលជា1នាទីដែរអ្នកនរគ្នាឥឡូវអ្នកនរគ្នាយើងគ្រាន់តែ select មើលទៅលើរូបភាពមួយនឹងទៅបើសិនជាអ្នកនរគ្នាពេញចិត្តហើយគឺអ្នកនរគ្នាគ្រាន់តែចុច save វាមកអូខេខ្ញុំឃើញថារូបថតមួយស្លឹកនេះគឺដូចខ្ញុំ80%ទៅលើដៃកាន់ទៅលើក្បាលហើយមុខសោយនេះអត់សូវដូចទេប៉ុន្តែភ្នែកទៅជាអីហ្នឹងគឺដូចគ្នាទាំងអស់តែម្ដងអ្នកនរគ្នាខ្ញុំស្រឡាញ់រូបហ្នឹងអាវអីក៏ដូចគ្នាដែរខ្ញុំចុច save មកឥឡូវខ្ញុំសូមចូលទៅក្នុង Chrome ហើយបន្តមកទៀតគឺអ្នកនរគ្នា search ជាមួយនឹង AI មួយដែលមានឈ្មោះថា Heldra យើងចុច W ហើយអ្នកនរគ្នានឹងបានឃើញគឺវាចេញនៅខាងលើបែបនេះតែម្ដងដោយសារតែខ្ញុំធ្លាប់ប្រើពីមុនអញ្ចឹងណាអូខេអ្នកនរគ្នា search បែបហ្នឹងមកហើយយើងចុច go វាបន្តមកទៀតគឺវានឹងចូលដល់ចំណុចកន្លែងនេះអ្នកនរគ្នាគ្រាន់តែចុចទៅលើពាក្យថា try now ហើយវានឹងលោតឲ្យចូលមកដល់ចំណុចកន្លែងនេះគឺគេតម្រូវឲ្យយើង sign in ជាមួយនឹង Gmail ចូលទៅសិនអញ្ចឹងពេលដែលយើងចាប់ផ្ដើមបង្កើតដំបូងគឺយើងត្រូវតែមាន email អ្នកនរគ្នាបើអត់មានគឺយើងអាចបង្កើតវាបានទេឥឡូវខ្ញុំសូម sign in ជាមួយនឹង email របស់ខ្ញុំចូលទៅសិនយើងគ្រាន់តែចុចអញ្ចឹងមកហើយបន្តមកទៀតគឺអ្នកនរគ្នាជ្រើសរើសជាមួយនឹង email មួយណាដែលអ្នកនរគ្នាចង់ភ្ជាប់អញ្ចឹងណាឥឡូវខ្ញុំសូមជ្រើសរើសជាមួយនឹង email របស់ខ្ញុំអូខេបន្តមកទៀតគឺអ្នកនរគ្នាចុច continue នៅខាងក្រោមនេះយើងចុចកន្លែងនេះយើង select all មកអ្នកនរគ្នាយើងចុច create នៅខាងក្រោមមកហើយយើងជ្រើសរើសយកវីដេអូអ្នកនរគ្នាអញ្ចឹងចូលមកដល់ចំណុចកន្លែងនេះគឺអ្នកនរគ្នាមិនចាំបាច់មើលអ្វីច្រើនទេត្រង់ចំណុចកន្លែងលេខបូកនេះឬមួយក៏ character កន្លែងនេះគឺជាតួអង្គរបស់យើងគឺអ្នកនរគ្នាចុចមកលើវាមកហើយបន្តមកទៀតគឺអ្នកនរគ្នាអាចទៅរកជាមួយនឹងរូបថតដែលអ្នកនរគ្នាចង់ធ្វើការបង្កើតវាអញ្ចឹងណាយើងចុចមកលើវាមកហើយយើងចុច update ហើយយើងចូលទៅកន្លែងរូបថតរបស់យើងហើយនេះគឺជារូបថតដែលយើងបានធ្វើមិញយើងចុចមកលើនឹងមកហើយចំណុចកន្លែងនេះគឺគេឲ្យយើង add សំឡេងចូលអ្នកនរគ្នាអាច add ជាសំឡេងបទចម្រៀងឬមួយក៏ sound អ្វីផ្សេងក៏បានដែរហើយយើងចុចមកលើអញ្ចឹងមកហើយអ្នកនរគ្នាចង់ធ្វើការ record វាក៏បានដែរឥឡូវខ្ញុំសូមធ្វើការ record វាដើម្បីឲ្យលឿនអញ្ចឹងណាយើងចុច record វាមកហើយយើងចុចទៅលើប៊ូតុងពណ៌ក្រហមហ្នឹងចុច allow វា
អូខេសួស្តីអ្នកនរគ្នាដែលកំពុងតែមើលជាមួយនឹងវីដេអូរូបចម្លាក់របស់ខ្ញុំរូបចម្លាក់របស់ខ្ញុំនេះគឺខ្ញុំបានធ្វើការសាងសង់រយៈពេលជាង80លានឆ្នាំមកហើយអ្នកនរគ្នាគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយសូមបញ្ជាក់អ្នកនរគ្នាបន្តិចទៅលើរូបភាពបែបនេះគឺយើងធ្វើបានត្រឹមតែ20 second តែប៉ុណ្ណោះអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាថត record សលេងចូលឬមួយក៏អ្នកនរគ្នាយកសលេងមកដាក់ចូលហើយខ្ញុំសូមបញ្ជាក់ប្រាប់អ្នកនរគ្នាបន្តិចគឺយើងធ្វើបានត្រឹមតែរយៈពេល20 second តែប៉ុណ្ណោះអ្នកនរគ្នាអញ្ចឹងទៅលើរបស់ free គឺយើងប្រើបាន20 second ក៏ប៉ុន្តែបើសិនជាអ្នកនរគ្នាចង់បង្កើតជាលក្ខណៈបទចម្រៀងមួយបទតែម្ដងគឺអ្នកនរគ្នាអាច join វា Pro ទៅអូខេអញ្ចឹងបន្តមកទៀតគឺអ្នកនរគ្នាចុចខាងក្រោមនេះ add to a video យើងចុចមកលើនឹងមកអូខេកន្លែងខាងក្រោមចំណុចកន្លែងនេះគឺអ្នកនរគ្នាមិនចាំបាច់សរសេរអ្វីទាំងអស់អ្នកនរគ្នាគ្រាន់តែចុចទៅលើសញ្ញាព្រួយពណ៌ក្រហមគឺវានឹងលោតចេញជាលក្ខណៈវីដេអូពាណិជ្ជកម្មបែបនេះអ្នកនរគ្នាដោយសារតែយើងប្រើប្រាស់របស់ free អញ្ចឹងណាអូខេពេលដែលវាលោតពាណិជ្ជកម្មអញ្ចឹងអ្នកនរគ្នាគ្រាន់តែមើលវាឲ្យដល់ចប់ទៅបន្តមកទៀតគឺវានឹងលោតមកជាមួយនឹងពាក្យថា continue អូខេអញ្ចឹងឥឡូវខ្ញុំមើលចប់ហើយអ្នកនរគ្នាយើងចុចខ្វែងវិញមកចុចខ្វែងវាបន្តមកទៀតគឺអ្នកនរគ្នាមើលទៅលើពាក្យថា continue យើងចុចកន្លែងនេះមកនេះអូខេអញ្ចឹងបន្តមកទៀតគឺវានឹងធ្វើការ generate ជាមួយនឹងរូបថតមួយហ្នឹងឲ្យទៅជាលក្ខណៈវីដេអូដែលមានចលនាក៏ដូចជានិយាយបានតាមយើងអីចឹងទៅអ្នកនរគ្នាអញ្ចឹងសូមបញ្ជាក់អ្នកនរគ្នាបន្តិចដោយសារតែយើងប្រើប្រាស់របស់ free ពេលដែលចូលមកដល់ចំណុចកន្លែងនេះហើយគឺអ្នកនរគ្នាធ្វើការរងចាំបន្តិចទៅពេលវេលាលឿនឬមួយក៏យឺតអាស្រ័យទៅលើ Wi-Fi របស់បងប្អូនដែរទេអញ្ចឹងឥឡូវយើងធ្វើការរងចាំវា process បន្តិចសិនអ្នកនរគ្នាអូខេឥឡូវវាបានដំណើរការបានដល់80%ហើយអ្នកនរគ្នាបន្ទាប់ពីខ្ញុំចាំជាង10នាទីអញ្ចឹងទៅលើរបស់ free គឺវាចំណាយពេលយូរខ្លាំងមែនតើក៏ប៉ុន្តែបើសិនជាអ្នកនរគ្នាចង់ប្រើ Pro ហើយចំណេញពេលវេលាគឺអ្នកនរគ្នាអាចដាក់លុយទិញវាទៅហើយខ្ញុំមិនដឹងថាមួយខែប្រហែលទេអ្នកនរគ្នាអូខេឥឡូវយើងទទួលបាន80%នៃវីដេអូដែលយើងកំពុងតែបំលែងអ្នកនរគ្នាឥឡូវ90%ហើយខ្ញុំភ្លេចប្រាប់អ្នកនរគ្នាមួយទៀតត្រង់កន្លែង aspect ratio នេះគឺអ្នកនរគ្នាចង់រើសយកไปឈរក៏បានឬមួយក៏ផ្ដេក16:9ក៏បានគឺតាមតែចិត្តអ្នកនរគ្នាចង់បានអញ្ចឹងណាអូខេឥឡូវគឺពេញ 100% អ្នកនរគ្នាអូខេកន្លែងនេះគឺកន្លែង download វីដេអូរបស់យើងឥឡូវយើងចូលទៅមើលវីដេអូរបស់យើងចង់នឹងថាវាបានល្អដល់កម្រិតណាយើងចុចមកលើកន្លែង play នឹងមកបករូបចម្លាក់របស់ខ្ញុំរូបចម្លាក់របស់ខ្ញុំនេះគឺខ្ញុំបានធ្វើការសាងសង់រយៈពេលជាង80លានឆ្នាំមកហើយដល់អូខេឃើញថាវាដំណើរការបានស្អាតខ្លាំងមែនតើអ្នកនរគ្នាហើយយើងអុសវាឡើងលើបន្តិចមកដើម្បីចុច download វាណាអូខេយើងចុច download វានៅចំណុចកន្លែងនេះមកហើយយើងចុច download នៅកន្លែងនេះអូខេបន្តមកទៀតគឺវានឹង load ចូលឲ្យយើង download នៅខាងក្រោមនេះអ្នកនរគ្នាយើងចុចមើលនៅខាងក្រោមនេះមកវាចូលទៅលើ file យើងចុច save មកអូខេហើយអ្នកនរគ្នាអាចចុចបើកមើលជាមួយនឹងវីដេអូមួយនឹងបាននេះយើងចុចកន្លែង download មកហើយនេះគឺជាវីដេអូដែលយើងបានធ្វើការ download ឬមួយក៏បានធ្វើមិញហ្នឹងអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទាញវាទៅខាងក្រៅវិញគឺអ្នកនរគ្នាចុចខាងក្រោមនេះហើយយើង save វាមកហើយយើងចូលទៅក្នុងកន្លែង photo របស់យើងហើយនេះគឺជាវីដេអូដែលយើងបានធ្វើអំបញ្ញមិញអ្នកនរគ្នាអូខេសួស្តីអ្នកនរគ្នាដែលកំពុងតែមើលជាមួយនឹងវីដេអូរូបចម្លាក់របស់ខ្ញុំរូបចម្លាក់របស់ខ្ញុំនេះគឺខ្ញុំបានធ្វើការសាងសង់រយៈពេលជាង80លានឆ្នាំមកហើយអ្នកនរគ្នាគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយសូមបញ្ជាក់អ្នកនរគ្នាបន្តិចទៅលើរូបភាពបែបនេះគឺយើងធ្វើបានត្រឹមតែ20 second តែប៉ុណ្ណោះអញ្ចឹងសម្រាប់វីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបើសិនជាអ្នកនរគ្នាគិតថាមានប្រយោជន៍កុំភ្លេចចុច like និង share ហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ